នៅសារប្រជុំសាលាខេត្តបាត់ដំបងព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2025ឯកឧត្តមសុខលោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការអនុវត្តការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះស្ថិតក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក្រៅអធិបតីភាពឯកឧត្តមអឹមសិទ្ធិរាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកប្រធានមន្ត្រីពាក់ព័ន្ធជុំវិញខេត្តលោកអភិបាលស្រុកអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងគ្រប់គ្រងវិស័យធនធានទឹកនេះដែរឯកឧត្តមអឹមសិទ្ធិរាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍បានមានប្រសាសន៍ថាគម្រោងគ្រប់គ្រងវិស័យធនធានទឹកខាងលើនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ខេត្តបាត់ដំបងលើប្រព័ន្ធធារាសាស្ត្រយន្តការរបស់រដ្ឋាភិបាលកម្ពុជាដោយមានគណៈកម្មការអន្តរក្រសួងបានផ្លាកការជាមួយរដ្ឋបាលខេត្តដែលបានអនុវត្តគម្រោងសាងសង់ទំនប់ប្រព័ន្ធធារាសាស្ត្រជាច្រើននិងសម្រេចបានជោគជ័យក្នុងខេត្តបាត់ដំបងក្នុងការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងគ្រប់គ្រងវិស័យធនធានទឹកនេះជាលក្ខណៈបច្ចេកទេសគឺត្រូវការប្លង់បច្ចេកទេសលម្អិតដើម្បីបញ្ជាក់ពីតម្រូវការនិងទីតាំងជាក់លាក់ទើបការអនុវត្តការងារដោះស្រាយផលប៉ះពាល់ចាប់ផ្ដើមដំណើរការហើយយើងនឹងចោះទៅពិគ្រោះយោបល់របស់វែងប្រមូលទិន្នន័យនៃផលប៉ះពាល់នេះហើយកិច្ចការងារនេះទាមទារឲ្យក្រុមការងារធ្វើការសហការជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធពិសេសយន្តការរដ្ឋបាលខេត្តអាជ្ញាធរស្រុកភូមិឃុំដើម្បីពិគ្រោះយោបល់ជំរាបជូនពីព័ត៌មានផ្សេងៗនិងដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋតាមគោលនយោបាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB ទៅតាមជំហាននីតិវិធីដើម្បីឲ្យការអនុវត្តគម្រោងបានប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាពក្នុងឱកាសនោះដែរឯកឧត្តមអឹមសិទ្ធិរាបានសំណូមពរកុំឲ្យមានការអូសបន្លាយពេលទៅលើការសិក្សាគូសវាស់ប្លង់កុំអូសបន្លាយពេលក្នុងការចោះវាស់វែងសូមជំនាញនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់និងជំនាញនៃអង្គភាពធនធានទឹកកុំអូសបន្លាយពេលក្នុងការរៀបចំចងក្រងឯកសារហើយរកកិច្ចការងារដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋរកកិច្ចការងារក្នុងការបំពេញលក្ខខណ្ឌទៅតាមតម្រូវការរបស់ដៃគូអភិវឌ្ឍន៍គឺអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់និងជួយដល់រដ្ឋបាលខេត្តក្នុងកិច្ចការងារទាំងអស់នេះនៅគ្រប់ជំហានហើយនៅពេលចាប់ផ្ដើមសាងសង់ឯកឧត្តមប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់បានស្នើសុំអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់សហការជាមួយអង្គភាពគ្រប់គ្រងគម្រោង PMU នៃក្រសួងធនធានទឹកដើម្បីរៀបចំផែនការសាងសង់ឲ្យបានច្បាស់លាស់ក្នុងដំណើរការសាងសង់ជាជំហានបន្តម្យ៉ាងដើម្បីផ្ដល់ភាពងាយស្រួលនិងមានប្រសិទ្ធភាពក្នុងការរៀបចំនៅផែនការថវិកាតាមលក្ខខណ្ឌរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB ផងដែរឯកឧត្តមក៏បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធជួយផ្សព្វផ្សាយពន្យល់បងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាលដើម្បីទទួលបានផលប្រយោជន៍ពីគម្រោងនេះតកូនចៅជំនាន់ក្រោយទៀតក្នុងការប្រើប្រាស់អនុផលនៃធារាសាស្ត្រនេះដើម្បីជំរុញវិស័យកសិកម្មក្នុងខេត្តបាត់ដំបងយើងឲ្យកាន់តែរីកចម្រើនថែមទៀត